นับជាទីមេត្រីយើងងាកមកកាន់ព័ត៌មានអន្តរជាតិវិញអាកាសធាតុត្រជាក់កាន់តែខិតជិតចូលមកដល់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានទាញសញ្ញាអាសន្នពីគ្រោះថ្នាក់របស់ប្រជាជនដែលត្រូវផ្លាស់ទីដោយសារសង្គ្រាមតាមអ្នកនាំពាក្យរបស់ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួននេះប្រជាជននៅអ៊ុយក្រែនស៊ីរីអ៊ីរ៉ាក់អាហ្វហ្គានីស្ថាននឹងជួបការលំបាកខ្វះខាតខ្លាំងនៅរដូវត្រជាក់ចុងឆ្នាំនេះឈៀងបុផារីកាផ្លាស់ទីដោយសារតែសង្គ្រាមចំនួនបដអាវុធប្រជាជនរាប់លាននាក់នៅប្រទេសអ៊ុយក្រែនស៊ីរីអាហ្វហ្គានីស្ថានហើយនិងអ៊ីរ៉ាក់នឹងជួបការលំបាកគ្មានមធ្យោបាយគ្រប់គ្រាន់ដើម្បីការពារខ្លួននៅរដូវត្រជាក់ចុងឆ្នាំនេះថ្លែងប្រាប់អ្នកកាសែតនៅទីក្រុងហ្សឺណែវកាលពីថ្ងៃសុក្រលោកស្រីអុលហ្គាសារ៉ាដូអ្នកនាំពាក្យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានសម្ដែងក្តីបារម្ភជាពិសេសពីប្រជាជនផ្លាស់ទីអ៊ុយក្រែនរាប់លាននាក់ដែលត្រូវប្រឈមខ្លាំងគ្មានអគ្គិសនីប្រើប្រាស់សម្រាប់ដុតកម្ដៅការពារភាពត្រជាក់ការវាយប្រហារមីស៊ីរុស្ស៊ីគឺបានទៅកាត់ផ្ដាច់ទឹកភ្លើងអគ្គិសនីរបស់ប្រជាជនអ៊ុយក្រែនដែលមួយភាគកំពុងតែរស់នៅក្នុងភាពអត្តឃាតរួចទៅហើយនៅក្នុងអគារបាក់បែកបំផ្លាញដោយសារតែគ្រាប់មីស៊ីលរុស្ស៊ីតាមអ្នកនាំពាក្យរបស់ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនដោយសារតែអគារផ្ទះសម្បែងជាច្រើនបានរងការបំផ្លាញនៅក្នុងសង្គ្រាមអង្គការសហប្រជាជាតិបានចាប់ផ្ដើមកម្មវិធីស្ដារជួសជុលផ្ទះហើយនឹងសាងសង់ជំរកសមរម្យថ្មីមួយចំនួនដែលអាចទទួលដាក់បណ្ដោះអាសន្នប្រជាជនផ្លាស់ទីអ៊ុយក្រែនប្រមាណ1លាននាក់នៅត្រង់ចំណុចនេះអ្នកនាំពាក្យរបស់ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនបានអំពាវនាវស្វែងរកមូលនិធិបន្ថែមដើម្បីអាចសម្រេចគម្រោងការឲ្យបានមុនរដូវត្រជាក់មកដល់ក្រៅតែពីស្វែងរកជំនួយសម្រាប់ប្រជាជនអ៊ុយក្រែនឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានអំពាវនាវរកជំនួយផងដែរសម្រាប់ប្រជាជនផ្លាស់ទីដោយសារសង្គ្រាមនៅប្រទេសស៊ីរីអាហ្វហ្គានីស្ថានហើយនិងនៅអ៊ីរ៉ាក់តាមមន្ត្រីអង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថានជាទីដែលសីតុណ្ហភាពអាចធ្លាក់ចុះក្រោម0ឬដល់ដក25អង្សាគ្រួសារជនភៀសខ្លួនភាគច្រើនគឺគ្មានមធ្យោបាយទិញខោអាវការពារភាពត្រជាក់អាកាសធាតុចុះត្រជាក់ខ្លាំងនៅចុងឆ្នាំនេះអាចគំរាមកំហែងសារជាថ្មីផងដែរប្រជាជនភៀសខ្លួនស៊ីរីហើយនិងអ៊ីរ៉ាក់ជាង3លាននាក់ដែលកំពុងតែរស់នៅផ្លាស់ទីក្នុងប្រទេសហើយនិងនៅក្នុងតំបន់សម្រាប់អ្នកនាំពាក្យរបស់ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនចាប់តាំងពីផ្ទុះសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរីនេះគឺជាឆ្នាំទី12ហើយដែលប្រជាជនភៀសខ្លួនស៊ីរីត្រូវប្រឈមទ្រាំទ្រនឹងរដូវរងានៅតាមជំរកជំរុំភៀសខ្លួនរបស់អង្គការសហប្រជាជាតិគ្មានមធ្យោបាយដើម្បីទិញខោអាវរងាឬក៏ទទួលទានអាហារក្តៅៗប្រជាជនភៀសខ្លួនមួយចំនួនធំគឺគ្មានជម្រើសច្រើននោះទេពួកគេត្រូវជ្រើសរើសយករវាងអាហារហើយនិងសម្ភារៈសម្រាប់កម្ដៅខ្លួនការពារភាពត្រជាក់នេះបើតាមការអានរបស់លោកស្រីអុលហ្គាសារ៉ាដូជារួមទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះត្រូវការថវិកាប្រមាណ$400លានសម្រាប់ជួយប្រជាជនផ្លាស់ទីនៅប្រទេសអ៊ុយក្រែនស៊ីរីហើយនិងអាហ្វហ្គានីស្ថានដើម្បីទប់ទល់រដូវរងាឆ្នាំនេះនៅថ្ងៃនេះយើងនឹងមានការផ្សាយផ្ទាល់ពិសេសទាំងស្រុងអំពីជំនួបកំពូលអាស៊ានលើកទី10ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឈានចូលដល់ថ្ងៃទី3ហើយពលគឺចាប់ពីថ្ងៃទី10ដល់ថ្ងៃទី13វិច្ឆិកាថ្ងៃនេះក៏មិនខុសពីថ្ងៃសប្តាហ៍ដែរយើងនឹងមានសេចក្តីរាយការណ៍របស់អ្នកកាសែតយើងចំនួន2នាក់ដែលប្រចាំការនៅកិច្ចប្រជុំកំពូលអាស៊ានចេញពីសន្ទរគារសុខាភ្នំពេញដោយឡែកចំពោះកិច្ចប្រជុំនៅថ្ងៃនេះច្រើនជាងថ្ងៃម្សិលមិញហើយថ្ងៃនេះក៏មានវត្តមានលោកប្រធានាធិបតីអាមេរិកចូលរួមដឹកនាំកិច្ចប្រជុំកំពូលអាស៊ានអាមេរិកដែរជុំវិញព្រឹត្តិការណ៍នេះយើងនឹងជួបជាមួយភារៈជម្រាបសួរភារៈជម្រាបសួរសូជនីតភារៈជាដំបូងតើភារៈអាចជម្រាបជូនបានទេតើកិច្ចប្រជុំនៅព្រឹកនេះមានរបៀបវារៈអ្វីខ្លះបាទសូជនីតនៅថ្ងៃនេះផ្ទាល់ខ្ញុំកំពុងតែស្ថិតនៅក្នុងទីតាំងនៃមណ្ឌលព័ត៌មាននៅសុខាភ្នំពេញដែលជាទីតាំងនៃកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី3នេះបាទចំពោះថ្ងៃទី3ដែលត្រូវនឹងថ្ងៃទី12ខែវិច្ឆិកានេះកិច្ចប្រជុំសំខាន់មួយចំនួននឹងបានបន្តធ្វើឡើងរួចហើយរួមមានកិច្ចប្រជុំអាស៊ាន3បូកដែលបើកក្បាលនៃកិច្ចប្រជុំថ្ងៃទី3នេះតែម្ដងកិច្ចប្រជុំអាស៊ាន3បូកនឹងគឺរួមមានប្រទេសអាស៊ានប្រទេសចិននៅជប៉ុននិងកូរ៉េខាងត្បូងជាដើម
បន្ទាប់មកកិច្ចប្រជុំសម្រាប់ថ្ងៃនេះគឺមានកិច្ចប្រជុំអាស៊ានឥណ្ឌាលើកទី19ដែលមានវត្តមានចូលរួមពីអនុប្រធានាធិបតីឥណ្ឌានឹងចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំនេះផងបន្ទាប់មកគឺជាកិច្ចប្រជុំលើកទី2រវាងអាស៊ានអូស្ត្រាលីហើយកាលពីថ្ងៃម្សិលមិញនេះដែរសុជានិតលោកនាយករដ្ឋមន្ត្រីអូស្ត្រាលីនឹងក៏បានអញ្ជើញមកដល់រាជធានីភ្នំពេញដើម្បីត្រៀមដឹកនាំកិច្ចប្រជុំសម្រាប់ថ្ងៃនេះឃើញថានៅថ្ងៃទី12ខែវិច្ឆិកានេះអាស៊ានមានកិច្ចប្រជុំនឹងច្រើនជាងថ្ងៃទី11ខែវិច្ឆិកាម្សិលមិញជាមួយនឹងបណ្ដាប្រទេសដៃគូរបស់ខ្លួនក្រៅពីប្រទេសខាងលើនេះក៏មានកិច្ចប្រជុំអាស៊ានជប៉ុនលើកទី25អាស៊ានអាមេរិកលើកទី10ខណៈដែលវត្តមានលោកโจ Biden ប្រធានាធិបតីអាមេរិកនឹងបានមកដល់ប្រទេសកម្ពុជាហើយនៅព្រឹកព្រលឹមថ្ងៃទី12ខែវិច្ឆិកានេះដើម្បីត្រៀមចូលរួមកិច្ចប្រជុំរវាងមេដឹកនាំអាស៊ានដែលធ្វើឡើងនៅរសៀលនេះតែម្ដងអ្វីដែលគេចាប់អារម្មណ៍នោះភិរៈតើប្រធានាធិបតីអាមេរិកបានចូលរួមកិច្ចប្រជុំហើយឬនៅសម្រាប់ថ្ងៃនេះភិរៈបាទសុជានេះដូចខ្ញុំបានជម្រាបជូនខាងដើមអញ្ចឹងគឺលោកប្រធានាធិបតីអាមេរិកโจ Biden នឹងត្រៀមចូលរួមនៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅរសៀលនេះកិច្ចប្រជុំអាស៊ានអាមេរិកលើកទី10នឹងត្រូវបានរំពឹងទុកថាភាគីទាំងពីរនឹងដំឡើងកម្រិតទំនាក់ទំនងរវាងអាស៊ានអាមេរិកនឹងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយលោកโจ Biden គឺជាប្រធានាធិបតីអាមេរិកទី1ហើយដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានអាមេរិកចាប់តាំងពីឆ្នាំ2017មកហើយលោកក៏ជាប្រធានាធិបតីអាមេរិកទី2ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញបន្ទាប់ពីវត្តមានរបស់លោកប្រធានាធិបតីអាមេរិកអូបាម៉ានៅរាជធានីភ្នំពេញក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំ2012កន្លងទៅសុជានិតលោកโจ Biden និងលោកនាយករដ្ឋមន្ត្រីហ៊ុនសែននឹងមានជំនួបទ្វេភាគីមួយដែលនឹងលើកឡើងពីទូនីតិរបស់អាស៊ាននៅក្នុងតំបន់និងបញ្ហាដែលកំពុងប្រឈមនៅក្នុងតំបន់ហើយកិច្ចប្រជុំទ្វេភាគីរវាងអាមេរិកនិងកម្ពុជានេះគឺនឹងធ្វើឡើងនៅរសៀលនេះហើយបន្ទាប់ពីកិច្ចប្រជុំទ្វេភាគីរវាងអាមេរិកកម្ពុជាហើយគឺលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងលោកโจ Biden នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានអាមេរិកលើកទី10ចាសសូមអរគុណច្រើនភិរៈសម្រាប់បរិយាកាសនាព្រឹកនេះដោយឡែកនៅក្នុងប្រទេសបារាំងលោក Emmanuel Macron ប្រធានាធិបតីបារាំងបានប្រកាសកាលពីថ្ងៃម្សិលមិញនៅកម្មវត្ថុយុទ្ធសាស្ត្ររបស់បារាំងក្នុងបរិបទដែលពិភពលោកយើងបច្ចុប្បន្នកំពុងតែពោរពេញដោយបញ្ហាប្រឈមអសន្តិសុខសង្គ្រាមនៅអ៊ុយក្រែនបង្កឡើងដោយរុស្ស៊ីគឺជាសញ្ញាបញ្ជាក់អំពីដំណាក់កាលផ្លាស់ប្ដូរដ៏គ្រោះថ្នាក់បំផុតទាក់ទិននឹងសន្តិសុខសកលលោកប្រឈមនឹងបញ្ហានេះលោកម៉ាក្រុងបានអះអាងថាបារាំងគឺជាមហាអំណាចនុយក្លេអ៊ែរហើយបារាំងនឹងយកបង្អែកនេះដើម្បីពង្រឹងសន្តិសុខរបស់អឺរ៉ុបទាំងមូលមកពិសេសជួនព័ត៌មានលោកអេម៉ានូអែលម៉ាក្រុងបានធ្វើបទបង្ហាញអំពីកម្មវត្ថុយុទ្ធសាស្ត្ររបស់បារាំងនៅក្នុងឱកាសដែលលោកបានទៅទស្សនកិច្ចលើនាវាផ្ទុកឧទ្ធម្ភាគចក្រ Amphibie Dixmude នៅកំពង់ផែក្រុងទូឡុងខាងត្បូងប្រទេសបារាំងកាលពីថ្ងៃពុធទី9វិច្ឆិកានៅក្នុងសន្ទរកថាលោកម៉ាក្រុងបានលើកឡើងថាអ្វីដែលកំពុងតែកើតឡើងនៅអ៊ុយក្រែនគឺវាមិនមែនគ្រាន់តែជាទំនោរស្ដែងចេញនៃវិបត្តិសន្តិសុខពិភពលោកប៉ុណ្ណោះទេតែវាគឺជាដំណើរប្រែប្រួលយ៉ាងលឿនរហ័សនិងគ្រោះថ្នាក់បំផុតលោកបន្តថាសង្គ្រាមនៅអ៊ុយក្រែនបានស្ដែងឲ្យឃើញអំពីស្ថានភាពនៃពិភពលោកយើងនាពេលបច្ចុប្បន្ននេះដែលគោលការណ៍ច្បាប់អន្តរជាតិត្រូវចុះទន់ខ្សោយមិនត្រូវគេគោរពដោយសារតែមហិច្ឆតាលោភលន់ស្ថានភាពនេះវាគឺជាដំណាក់កាលមួយដ៏គ្រោះថ្នាក់ព្រោះថាតុល្យភាពដែលពិភពលោកយើងធ្លាប់បានពឹងផ្អែកកន្លងមកត្រូវរង្គោះរង្គើបាក់បែកនៅក្នុងបរិបទនេះលោកម៉ាក្រុងបានបញ្ជាក់ថាបារាំងមានចេតនាឈរលើជំហរមួយដ៏រឹងមាំក្នុងនាមបារាំងជាមហាអំណាចនុយក្លេអ៊ែរម្នាក់ដែរជាជំហរដែលបារាំងចង់ឲ្យគេគោរពព្រោះអាវុធនុយក្លេអ៊ែរគឺជាបង្អែកស្វ័យភាពយុទ្ធសាស្ត្រមិនថាសម្រាប់បារាំងនិងសម្រាប់សហភាពអឺរ៉ុបទាំងមូលទន្ទឹមគ្នានេះដែរបារាំងនឹងនៅតែជាប្រទេសសមាជិកម្នាក់ជាទីទុកចិត្តនិងមានទម្ងន់ជាក់ស្ដែងក្នុងសម្ព័ន្ធភាពអឺរ៉ុបអាត្លង់តិកតាមរយៈសន្ទរកថានេះលោកប្រធានាធិបតីបារាំងបានប្រកាសអំពីយុទ្ធសាស្ត្រអាវុធនុយក្លេអ៊ែររបស់បារាំងដើម្បីការពារសន្តិសុខរបស់អឺរ៉ុបទាំងមូលដោយលោកបានសង្កត់ធ្ងន់ថាផលប្រយោជន៍ជាអាយុជីវិតរបស់បារាំងគឺវាមានវិសាលភាពសម្រាប់អឺរ៉ុបទាំងមូលតែម្ដង
គូបញ្ជាក់ថាជាមួយនឹងវិបត្តិសង្គ្រាមនៅអ៊ុយក្រែនលោកម៉ាក្រុងបានព្យាយាមអូសទាញក្រុមប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់ឲ្យរួមគ្នាបង្កើតសម្ព័ន្ធភាពប្រព័ន្ធការពារសន្តិសុខរួមដើម្បីប្រឈមនឹងការគំរាមរបស់រុស្ស៊ីប្រព័ន្ធការពារសន្តិសុខរួមដែលត្រូវតែធ្វើឡើងតាមរយៈការរៀបចំផលិតនិងប្រើប្រាស់គ្រឿងសព្វាវុធទំនើបដូចគ្នាតែយ៉ាងណាគំនិតនេះហាក់ប្រឈមនឹងការទើសទាល់ខ្លះពីសំណាក់អាល្លឺម៉ង់និងប្រទេសអឺរ៉ុបខាងកើតខ្លះដែលផ្ដល់ទំនុកចិត្តខ្លាំងទៅលើប្រព័ន្ធការពាររបស់អូតង់និងសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយលោកម៉ាក្រុងអះអាងថាអូតង់នៅតែជាក្របខ័ណ្ឌសន្តិសុខរួមមួយដ៏ចាំបាច់តែអឺរ៉ុបត្រូវតែមានយុទ្ធសាស្ត្របន្ថែមទៀតដើម្បីការពារខ្លួនខណៈសហរដ្ឋអាមេរិកងាកទៅគិតតែខាងអាស៊ីកាន់តែខ្លាំងវិមានក្រមឡាំងបានឲ្យដឹងថាទំនាក់ទំនងរវាងទីក្រុងមូស្គូនិងវ៉ាស៊ីនតោននឹងនៅតែអាក្រក់ដដែលក្រោយពីការបោះឆ្នោតថ្ងៃទី8វិច្ឆិកានៅសហរដ្ឋអាមេរិកព្រមជាមួយគ្នានេះក្នុងថ្ងៃបោះឆ្នោតនោះក្រសួងការទូតអាមេរិកបានចង្អុលឲ្យឃើញថាសហរដ្ឋអាមេរិកនិងសហព័ន្ធរុស្ស៊ីត្រូវតែជួបគ្នានៅថ្ងៃមុខដើម្បីពិភាក្សាអំពីលទ្ធភាពបន្តធ្វើអធិការកិច្ចទៅវិញទៅមកក្នុងក្របខ័ណ្ឌនៃសន្ធិសញ្ញា New START ស្ដីពីការកាត់បន្ថយសព្វាវុធយុទ្ធសាស្ត្រម្ខាងឲ្យអស់ 30% បើធៀបទៅនឹងឆ្នាំ 2002 សូមស្ដាប់ការបញ្យល់លម្អិតរបស់កៅឆាយាទំនាក់ទំនងរវាងក្រុងម៉ូស្គូនិងវ៉ាស៊ីនតោននឹងនៅតែអាក្រក់ដដែលដោយមិនអាស្រ័យនឹងលទ្ធផលនៃការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅសហរដ្ឋអាមេរិកសេចក្តីនេះគូបញ្ជាក់កាលពីថ្ងៃពុធទី9វិច្ឆិកាដោយទីស្តីការប្រធានាធិបតីរុស្ស៊ីចំពេលដែលវិបត្តិកំពុងតានតឹងពេញបន្ទុកបណ្ដាលមកពីប្រតិបត្តិការលុកលុយរុស្ស៊ីនៅអ៊ុយក្រែនទំនាក់ទំនងនេះមិនអាចប្រែប្រួលសោះឡើយវាអាក្រក់ស្រាប់ទៅហើយសពថ្ងៃហើយវានៅតែអាក្រក់ដដែលសេចក្តីនេះថ្លែងដោយអ្នកនាំពាក្យវិមានក្រមឡាំងលោក Dmitry Peskov ដែលប្រសាសន៍គាត់លើកយកទៅផ្សព្វផ្សាយដោយគ្រប់តែទីភ្នាក់ងារព័ត៌មានរុស្ស៊ីលោក Peskov បន្ថែមថាទំនាក់ទំនងនេះមានន័យសំខាន់ប៉ុន្តែខ្ញុំក៏គិតដែរថាមិនអាចបញ្ឆោតខ្លួនឯងឡើយដោយឲ្យតម្លៃជ្រុលដល់សារៈសំខាន់របស់វាសម្រាប់អនាគតនៃទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលដ៏ខ្លីនិងមធ្យមទៅមុខប៉ុន្មានឆ្នាំចុងក្រោយវិមានក្រមឡាំងជាប់ចោទតាមបទលើកទឹកចិត្តដល់ប្រតិបត្តិការលោកដៃចូលក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកជាអាចតាមរយៈការឃោសនាឥទ្ធិពលនៅលើបណ្ដាញសង្គមលោកពេស្កូវពីចំណែកគាត់ធ្វើអត្ថាធិប្បាយដូចតទៅយើងទម្លាប់ទៅហើយនឹងការចោទប្រកាន់បែបនេះតើតែយើងលែងចាប់អារម្មណ៍ទៀតឡើយទំនាក់ទំនងរុស្ស៊ីអាមេរិកកំពុងឆ្លងកាត់ដំណាក់មួយសែនវិបត្តិនៃប្រវត្តិខ្លួនក្រោយពីវិមានក្រមឡាំងបានលុកលុយចូលអ៊ុយក្រែនប្រទេសដែលគាំទ្រតាមផ្លូវផ្ដល់អាវុធនិងជំនួយហិរញ្ញវត្ថុយ៉ាងសន្ធឹកសន្ធាប់ទៅក្រុងគីវតាំងពីពេលនោះមកដោយរដ្ឋបាលប្រធានាធិបតីអាមេរិកខាងបកប្រជាធិបតេយ្យលោកโจ Biden ចំណែកលោក Donald Trump ខាងបកសាធារណរដ្ឋដែលធ្លាប់ធ្វើជាចៅហ្វាយសេតវិមានពីឆ្នាំ2017ដល់2021បានបង្ហាញឲ្យឃើញថាគាត់ប្រកាន់អេរីយ៉ាបតសម្រុះសម្រួលជាងលោកโจ Biden ចំពោះរបបលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បើជាលទ្ធផលនៃការបោះឆ្នោតពាក់កណ្ដាលអាណត្តិបកសាធារណរដ្ឋទទួលបានអាសនៈភាគច្រើនក្នុងសភាណាមួយនៃរដ្ឋសភានោះនយោបាយក្រៅប្រទេសរបស់លោកโจ Biden អាចឈានចូលក្នុងដំណាក់វឹកវរតែម្ដងប៉ុន្តែតាមមើលទៅមានភ័ព្វសំណាងតិចណាស់ដើម្បីឲ្យក្រុងវ៉ាស៊ីនតោនបត់ទិសទាំងស្រុងក្នុងនយោបាយខ្លួនចំពោះអ៊ុយក្រែនក្នុងថ្ងៃបោះឆ្នោតទី8វិច្ឆិកានោះក្រសួងការបរទេសអាមេរិកស្រាប់តែចេញសេចក្តីថ្លែងការណ៍ថាសហរដ្ឋអាមេរិកនិងសហព័ន្ធរុស្ស៊ីត្រូវតែជួបគ្នានៅថ្ងៃមុខដើម្បីពិភាក្សាអំពីលទ្ធភាពស្ដារឡើងវិញការធ្វើអធិការកិច្ចទៅវិញទៅមកលើឃ្លាំងអាវុធនុយក្លេអ៊ែរម្ខាងស្របនឹងសន្ធិសញ្ញាទ្វេភាគីស្ដីពីការកាត់បន្ថយសភាពយុទ្ធសាស្ត្រហៅថា New START យើងយល់ព្រមឲ្យគណៈកម្មការពិគ្រោះទ្វេភាគីហៅកាត់ថា BCC អាចរួមប្រជុំក្នុងអនាគតដ៏ខ្លីខាងមុខក្នុងក្របខ័ណ្ឌនៃសន្ធិសញ្ញា New START សេចក្តីនេះថ្លែងទៅពួកអ្នកកាសែតដោយអ្នកនាំពាក្យនៃក្រសួងការទូតអាមេរិកលោក Ned Price ដែលបញ្ជាក់លើព័ត៌មានរបស់ទីភ្នាក់ងារ Bloomberg ការងារនៃគណៈកម្មការ BCC ជាការងារសម្ងាត់ប៉ុន្តែយើងសង្ឃឹមថាកិច្ចប្រជុំនោះ
នឹងមានលក្ខណៈស្ថាបនាលោក Price ថ្លែងតមកទៀតដោយលើកឡើងពីសារៈសំខាន់នៃការបន្តនិយាយជាមួយរុស្ស៊ីអំពីការបន្ទាបទៅកម្រិតហានិភ័យទោះបីសង្គ្រាមឆាបឆេះនៅអ៊ុយក្រែនក៏ដោយកិច្ចប្រជុំនោះនឹងប្រព្រឹត្តទៅមើលកាលណាមានការបញ្ជាក់ពីទាំងសងខាងហើយនឹងនាំឲ្យអន់ទៅវិញសម្ដីសម្ដៅបណ្ដើរឡើងនាប៉ុន្មានថ្ងៃចុងក្រោយតាក់ទងនឹងការគំរាមរុស្ស៊ីវាយប្រហារដោយអាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមទល់នឹងអ៊ុយក្រែនមន្ត្រីអាមេរិកខាងនោះប្រកែកមិនព្រមលំអិតឡើយអំពីកាលបរិច្ឆេទនិងទីកន្លែងនៃកិច្ចប្រជុំផ្ទាល់លើកចុងក្រោយកិច្ចប្រជុំនៃគណៈកម្មការ BCC បានប្រព្រឹត្តទៅក្នុងខែតុលាឆ្នាំ2021រុស្ស៊ីបានប្រកាសកាលពីដើមខែសីហាអំពីការផ្អាកអធិការកិច្ចនៃភាគីអាមេរិកដែលគ្រោងធ្វើនៅតាមទីតាំងយោធានានារបស់រុស្ស៊ីស្របនឹងសន្ធិសញ្ញា New START ជាប្រតិកម្មទល់នឹងឧបសគ្គបង្កើតឡើងដោយក្រុង Washington ទល់នឹងភាគីរុស្ស៊ីក្នុងការធ្វើអធិការកិច្ចបែបនេះនៅលើដែនដីអាមេរិកសន្ធិសញ្ញា New START ជាកិច្ចព្រមព្រៀងទ្វេភាគីចុងក្រោយស្ពានតភ្ជាប់មហាអំណាចនុយក្លេអ៊ែរទាំងពីរដែលនាំមកគេនៅក្នុងលោកចុះក្នុងឆ្នាំ2010វាកម្រិតឃ្លាំងអាវុធនុយក្លេអ៊ែរប្រទេសទាំងពីរនៅត្រឹមកម្រិតកុំឲ្យលើសពីចំនួនក្បាលគ្រាប់នុយក្លេអ៊ែរសម្រាប់ម្ខាងត្រឹម1550ក្បាលឬកាត់បន្ថយឲ្យអស់ប្រមាណ 30% បើធៀបទៅនឹងឆ្នាំ2002ឯកសារនេះក៏កម្រិតចំនួនមីស៊ីលនិងយន្តហោះធុនធ្ងន់ដែលពំផ្ទុកក្បាលគ្រាប់នោះសរុបទៅកុំឲ្យលើសពីចំនួន800ហេតុដែលនៅតែអាចកំទេចភពផែនដីយើងជាច្រើនដងឯណោះនៅខែមករាឆ្នាំ2021មេដឹកនាំរុស្ស៊ីលោកពូទីនបានពន្យាសុពលភាពសន្ធិសញ្ញានេះ5ឆ្នាំទៀតរហូតដល់ឆ្នាំ2026មកទល់ឥឡូវម៉ូស្គូនិងវ៉ាស៊ីនតោនតែមានសិទ្ធិធ្វើអធិការកិច្ចទៅវិញទៅមកលើទីតាំងយោធាម្ខាងម្ដុំជិត20កន្លែងក្នុងមួយឆ្នាំក្នុងក្របខ័ណ្ឌសន្ធិសញ្ញាអ្នកនាំពាក្យអាមេរិកបានសង្កត់ធ្ងន់លើឆន្ទៈសហរដ្ឋអាមេរិករក្សាទុកនៅចំហជានិច្ចការណាល់ទំនាក់ទំនងជាមួយរុស្ស៊ីជាពិសេសដើម្បីដោះស្រាយបញ្ហាទ្វេភាគីណាដែលសំខាន់ការណាល់ទាំងនេះតាមពិតមិនដែលផ្ដាច់សោះឡើយតាំងពីរុស្ស៊ីបានចាប់ផ្ដើមពីលុកចូលអ៊ុយក្រែននៅថ្ងៃទី24កុម្ភៈឆ្នាំនេះយើងងាកមកកាន់ព័ត៌មានអន្តរជាតិវិញដោយចាប់អារម្មណ៍ពីប្រទេសអ៊ីរ៉ង់នៅថ្ងៃព្រហស្បតិ៍មិញអ៊ីរ៉ង់បានអាងថាផលិតបានសម្រាប់មីស៊ីលអ៊ីប៉ែសូនិកដែលអាចយកឈ្នះលើប្រព័ន្ធខែលមីស៊ីលគ្រប់ប្រភេទទាំងអស់សេចក្តីប្រកាសរបស់អ៊ីរ៉ង់បានជំរុញឲ្យទីភ្នាក់ងារថាមពលបរមាណុអន្តរជាតិ AIEA ព្រួយបារម្ភយ៉ាងខ្លាំងព្រោះពេលនេះកិច្ចចរចាស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់កំពុងជាប់គាំងស្ដោកអៀងសុកមិញរាយការណ៍អាចហោះហើរក្នុងរយៈកម្ពស់ទាបអាចបត់បែនបដូរទិសដែលជាហេតុធ្វើឲ្យគេពិបាកចាប់សញ្ញានិងកម្ចាត់ព្រមទាំងអាចបង្កើនល្បឿនឡើងរហូតដល់លើស 6000 គីឡូម៉ែត្រក្នុង1ម៉ោងពលគឺលឿនជាងសម្លេងដល់ទៅ5ដងមីស៊ីលបាលីស្ទិកអ៊ីប៉ែសូនិកអ៊ីរ៉ង់អាចជំនះលើគ្រប់ប្រព័ន្ធខែមីស៊ីលប្រឆាំងមីស៊ីលទាំងអស់នេះបើតាមការអះអាងរបស់ឧត្តមសេនីយ៍មេបញ្ជាការកងទ័ពអវកាសនៃកងឆ្មាំបដិវត្តអ៊ីរ៉ង់ឧត្តមសេនីយ៍ដដែលនេះបានអួតអាងទៀតថាគេទំនងត្រូវប្រើពេលវេលាច្រើនទសវត្សរ៍ទៀតទើបអាចរកបច្ចេកវិទ្យាមកទប់ទល់នឹងមីស៊ីលអ៊ីប៉ែសូនិកអ៊ីរ៉ង់បានសេចក្តីប្រកាសនេះគឺជាការពង្រឹងក្តីព្រួយបារម្ភជុំវិញបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ក៏ប៉ុន្តែសម្រាប់នាយកទីភ្នាក់ងារថាមពលបរមាណុអន្តរជាតិវាគ្មានឥទ្ធិពលទៅលើការចរចាជុំវិញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ទេជាប់គាំងស្ដោកក្រោយការដកខ្លួនចេញជាឯកតោភាគីរបស់សហរដ្ឋអាមេរិកក្រោមអាណត្តិលោក Donald Trump កាលពីឆ្នាំ2018ក្រុមប្រចាំលោកបានព្យាយាមតាំងពីជាង1ឆ្នាំមកហើយលបួងអ៊ីរ៉ង់ឲ្យត្រឡប់មកគោរពកិច្ចព្រមព្រៀងឆ្នាំ2015ដែលរារាំងមិនឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរជាថ្នូរនឹងការលើកទណ្ឌកម្មសេដ្ឋកិច្ចការចរចាគ្មានសញ្ញាវិជ្ជមានហើយអ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃទី5វិច្ឆិកាសាកល្បងដោយជោគជ័យការបាញ់កាំជ្រួចពំផ្កាយរណបទៅក្នុងអវកាសដែលរដ្ឋាភិបាលប្រទេសលោកខាងលិចសង្ស័យថាមានបញ្ចូលបច្ចេកវិទ្យាដែលអាចបដូរទៅជាការពំក្បាលនុយក្លេអ៊ែរបានហើយនៅថ្ងៃនេះអ៊ីរ៉ង់ប្រកាសផលិតមីស៊ីលអ៊ីប៉ែសូនិកបានទៀត
ការប្រកួតប្រជែងអាវុធបានកម្រើកជាថ្មីក្រៅអំពីអ៊ីរ៉ង់រុស្ស៊ីកូរ៉េខាងជើងនិងសហរដ្ឋអាមេរិកធ្លាប់បានប្រកាសសាកល្បងមីស៊ីលអ៊ីប៉ែសូនីកកាលពីឆ្នាំ2021រុស្ស៊ីដែលនាំមុខគេខ្លាំងតាំងពីយូរយារមកនោះបានប្រកាសប្រើមីស៊ីលអ៊ីប៉ែសូនីកគីនចាល់នៅក្នុងអំឡុងពេលពី3សប្តាហ៍ដំបូងនៃប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែនចិនក៏មានគម្រោងមីស៊ីលអ៊ីប៉ែសូនីកដែរដែលទំនងជាយកគំរូតាមកម្មវិធីរបស់រុស្ស៊ីនេះបើតាមការសិក្សារបស់មជ្ឈមណ្ឌលស្រាវជ្រាវអាមេរិកលោកអ្នកស្ដាប់ជាទីមេត្រីកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានចាប់ផ្ដើមជាផ្លូវការហើយនៅថ្ងៃទី11វិច្ឆិកានេះជុំវិញរឿងនេះយើងនឹងមានសេចក្តីរាយការណ៍របស់ជំនុំរក្សាពីសន្តាគារសុខាដែលជីទីតាំងរៀបចំកិច្ចប្រជុំនេះអរគុណសុជនិតចារក្សាជាស្ដាយរក្សាបានតាមដានកិច្ចប្រជុំនេះតាំងពីថ្ងៃដំបូងដូច្នេះតើនៅព្រឹកនេះរក្សាអាចកត់សម្គាល់អ្វីបានខ្លះមែនតើនៅព្រឹកនេះកិច្ចប្រជុំកំពូលអាស៊ានលើកទី40និង41បានចាប់ផ្ដើមជាផ្លូវការបន្ទាប់ពីកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនបានធ្វើឡើងតាំងពីថ្ងៃទី7វិច្ឆិកាមកម្លេះប៉ុន្តែបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់គឺជាបញ្ហាចម្បងដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងបានត្រៀមខ្លួនរួចជាស្រេចតាំងពីមុនកិច្ចប្រជុំចាប់ផ្ដើមទៅទៀតនិយាយមកដល់បរិវេណសន្តាគារសុខាដែលជាទីតាំងរៀបចំនៅកិច្ចប្រជុំកំពូលឯនេះវិញយើងគួរកត់សម្គាល់បែបនេះសុចនិតកងសន្តិសុខមានការពង្រឹងសណ្ដាប់ធ្នាប់និងសុវត្ថិភាពខ្លាំងដោយអ្នកសារព័ត៌មានទាំងអស់ដែលមកចូលរួមកិច្ចប្រជុំកំពូលគឺត្រូវបានឆែកឆេរដោយកងសន្តិសុខទាំងទៅលើកាបូបស្ពាយសម្ភារៈប្រើប្រាស់និងខ្លួនប្រាណទាំងមូលផងមុននឹងចូលមកដល់បរិវេណមជ្ឈមណ្ឌលព័ត៌មានដែលមានទីតាំងក្នុងសន្តាគារសុខាអ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងសម្រាប់ថ្ងៃនេះគឺដោយសារតែមានវត្តមាននៃប្រធានាធិបតីប្រមុខរដ្ឋនិងនាយករដ្ឋមន្ត្រីនៃបណ្ដាប្រទេសអាស៊ាននោះទើបធ្វើឲ្យបញ្ហាសន្តិសុខត្រូវបានពង្រឹងកាន់តែខ្ពស់មែនទែនសុចនិតពលគឺកងសន្តិសុខបានស្នើសុំការឆែកឆេរទៅលើម៉ាស៊ីនថតទាំងអស់ដែលអ្នកសារព័ត៌មានយកមកតាមខ្លួនកន្លែងនេះមានន័យថាដើម្បីធានាមិនបង្កជាហានិភ័យឬគ្រោះថ្នាក់ណាមួយដល់ថ្នាក់ដឹកនាំអាស៊ាននិងប្រទេសផ្សេងៗហេតុអ្វីបានជាខ្ញុំនិយាយបែបនេះសុចនិតនេះព្រោះយើងអាចនៅចងចាំបាននៅព្រឹត្តិការណ៍នៃឃាតកម្មទៅលើអតីតនាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូអាបេកាលពីខែកក្កដាកន្លងទៅព្រឹត្តិការណ៍នោះខ្ញុំចង់ទាញចំណាប់អារម្មណ៍បន្តិចថាជនដែកដល់បានប្រើប្រាស់កំភ្លើងកែច្នៃដែលមានរាងដូចទៅនឹងម៉ាស៊ីនថតសមិទ្ធកម្មនៃឃាតកម្មមួយនេះហើយទើបញ៉ាំងឲ្យកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំនេះនឹងមានការបន្តឹងប្រព័ន្ធសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ខ្ពស់ដោយដែលរក្សាបានបញ្ជាក់គឺកិច្ចប្រជុំកំពូលអាស៊ានបានចាប់ផ្ដើមនៅថ្ងៃនេះតើរក្សាអាចជម្រាបជូនបានទេតើកិច្ចប្រជុំព្រឹកនេះមានសភាពដូចម្ដេចហើយតើមានប្រធានបទអ្វីខ្លះដែលត្រូវលើកដាក់លើតុពិភាក្សារវាងថ្នាក់ដឹកនាំកំពូលអាស៊ាននោះរក្សាសុចនិតមុននឹងឈានទៅនិយាយអំពីកិច្ចប្រជុំកំពូលអាស៊ាននេះខ្ញុំសូមរំលឹកជាថ្មីឡើងវិញអំពីវត្តមានរបស់ថ្នាក់ដឹកនាំអាស៊ានដែលមានតែ9ប្រទេសដោយឆ្នាំកន្លងទៅដែលធ្វើឡើងតាមប្រព័ន្ធអនឡាញនៅឯប្រទេសប្រ៊ុយណេដែរអវត្តមានរបស់ភូមាជាទឹកតាំងជាថ្មីទៀតដែលអាស៊ានសម្រេចទុកកៅអីឲ្យទំនេរត្បិតរបបសឹកសម្រេចមិនបញ្ជូនអ្នកតំណាងមិនមែននយោបាយមកចូលរួមនិយាយមកដល់កិច្ចប្រជុំកំពូលអាស៊ានដែលធ្វើឡើងព្រឹកមិញវិញបានចាប់ដើមឡើងក្រោមវត្តមានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនជាមួយនឹងសន្ទរកថាស្វាគមន៍ប្រមាណជា10នាទីមានបញ្ហារអាក់រអួលផ្នែកបច្ចេកទេសដែលបានកើតឡើងភ្លាមនៅអំឡុងពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនថ្លែងសន្ទរកថានោះសុចនិតនោះគឺជាបញ្ហាសម្លេងមានការរំខានខ្លាំងដែលហាក់ធ្វើឲ្យរង្គៀសចិត្តដល់ប្រមុខរដ្ឋាភិបាលកម្ពុជានិងហាក់ធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជាផងទាំងដែលថ្នាក់ដឹកនាំបណ្ដាប្រទេសអាស៊ានកំពុងអង្គុយផ្ទៀងត្រចៀកស្ដាប់នោះនិយាយមកដល់ប្រធានបទដែលត្រូវជជែកវិញដោយអ្វីដែលខ្ញុំរំលឹកមុននេះអំពីអវត្តមានរបស់ភូមានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះគឺជាបញ្ហាចម្បងផ្ទៃក្នុងទី1ដែលត្រូវនិយាយថាជាបញ្ហាស្មុគស្មាញនិងពិបាកដោះស្រាយបំផុតហើយបញ្ហានេះដាច់ខាតគឺមុខជាជជែកពីសំណាក់បណ្ដាថ្នាក់ដឹកនាំអាស៊ានទាំងអស់នៅក្នុងកិច្ចប្រជុំកំពូលផងនិងកិច្ចប្រជុំចង្អៀតផងសុចនិតវិបត្តិភូមានេះគឺធ្វើឲ្យកម្ពុជាពិបាករ៉ាប់រងដោយកូនដែលមិនស្រាប់បង្កប់ឪពុកម្ដាយអញ្ចឹងទាំងដែលរបបសឹកភូមាដែលធ្លាប់បានយល់ព្រមអនុវត្តតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង5ចំណុចនៅទីក្រុងហ្សាកាតាកាលពីឆ្នាំ2021នឹងមិនមានទាល់តែសោះនៅវឌ្ឍនភាពណាមួយបន្ថែមពីនេះមានការងារបន្ទាន់ភ្លាមដែលអាស៊ានបានធ្វើនៅមុនកិច្ចប្រជុំកំពូលធ្វើឡើងគឺតាក់ទងទៅនឹងវិបត្តិរបស់ភូមានេះដែរពលគឺជាការកោះប្រជុំជាបន្ទាន់នៅឥណ្ឌូនេស៊ីដើម្បីរកដំណោះស្រាយភូមិមាបន្ទាប់ពីគ្មានវឌ្ឍនភាពនោះ
សុចនិតខ្ញុំចង់ទាញចំណាប់អារម្មណ៍ខ្លះដែរមានឯកសារលេចធ្លាជាហោហែអំពីដំណោះស្រាយរបស់អាស៊ានដែលអាចនឹងដាក់ចេញជុំវិញវិបត្តិភូមិនៅក្រោយកិច្ចប្រជុំកំពូលនៅទីក្រុងភ្នំពេញបានបញ្ចប់ឯកសារខ្លះបានឲ្យដឹងថាអាស៊ានសម្រាប់ទុកភូមិក្នុងដំបូលផ្ទះតែមួយដដែលនិងអាចមានការរឹតបន្តឹងលើវត្តមាននៅក្នុងកិច្ចប្រជុំពាក់ព័ន្ធក៏ប៉ុន្តែឯកសារផ្សេងទៀតដែលទម្លាយដោយសារព័ត៌មានខ្ជិលដូររបស់ជប៉ុនបានឲ្យដឹងថាអាស៊ានអាចនឹងផាត់ភូមិចេញពីដំបូលផ្ទះឬអាចសម្រេចព្យួរសមាជិកភាពនៅក្រៅកិច្ចប្រជុំកំពូលបញ្ចប់ទៅសុចនិតបើសេនានាយកទី2នេះកើតឡើងមែនគឺជាវាសនាដ៏អាភ័ព្វមួយសម្រាប់កម្ពុជាដែលជាម្ចាស់ផ្ទះដែលត្រូវមានសមាជិកមួយរូបត្រូវផាត់ចេញឬព្យួរបេក្ខភាពពីអាស៊ានជាបណ្ដោះអាសន្នយ៉ាងណាមិញនេះគ្រាន់តែជាឯកសារបែកធ្លាយប៉ុណ្ណោះហើយយើងរងចាំមើលលទ្ធផលចុងក្រោយថាតើស្មារតីអាស៊ានដែលកើតឡើងតាំងពីឆ្នាំ1967មកដល់2022នេះត្រូវប្រែប្រួលជាប្រវត្តិសាស្ត្រឬយ៉ាងដូចម្តេចដោយឡែកប្រធានបទពាក់ព័ន្ធដែលក្តៅកគុកផ្សេងទៀតហ្នឹងសុចនិតមានដូចជាវិបត្តិសង្គ្រាមរុស្ស៊ីអ៊ុយក្រែនបញ្ហាសមុទ្រចិនខាងត្បូងសង្គ្រាមឧបទ្វីបកូរ៉េនិងបញ្ហាចុងក្រោយគឺភាពតានតឹងនៃច្រកសមុទ្រតៃវ៉ាន់ចារក្សាស្ដាប់ទៅប្រធានបទទាំងនេះសុទ្ធតែកំពុងវិវត្តខ្លាំងដូច្នេះតើសេចក្តីថ្លែងការណ៍រួមរបស់អាស៊ាននៅកិច្ចប្រជុំកំពូលលើកនេះអាចចេញទៅរួចដែរឬទេសុចនិតចម្លើយទៅលើសំណួរមួយនេះប្រៀបបានទៅនឹងអាប់លើកំពូលភ្នំដែលមើលមកទីទំនាបសឹងតែមិនឃើញមែនតើទៅក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំនេះកម្ពុជាបានធ្វើការងារច្រើនតាក់ទងទៅនឹងប្រធានបទទាំងអស់នេះខ្ញុំសូមលើកជាតល័យកខ្លះចេញពីវិបត្តិរបស់ភូមាជាមុនគឺកម្ពុជាជាប្រទេសដំបូងដែលមាននាយករដ្ឋមន្ត្រីទៅធ្វើដំណើរទស្សនកិច្ចនៅប្រទេសភូមាក្រោមការកាន់កាប់របស់របបសឹកហើយបន្ទាប់មកក៏មានការសម្របសម្រួលឲ្យប្រិយសិទ្ធិពិសេសអាស៊ានបានធ្វើទស្សនកិច្ចចំនួន2លើកមកហើយដែរម្ល៉េះហើយដំណោះស្រាយលើវិបត្តិភូមិនេះវាត្រូវពឹងពាក់មួយផ្នែកធំទៅលើឆន្ទៈរបស់របបយោធាដែលមិនចង់ឃើញទឹកភ្នែកនិងអំពើហិង្សាកើតឡើងលើប្រជាពលរដ្ឋរបស់ខ្លួនដោយឡែកសម្រាប់ប្រធានបទផ្សេងទៀតដូចជាបញ្ហាសង្គ្រាមរុស្ស៊ីអ៊ុយក្រែននិងភាពតានតឹងនៅច្រកសមុទ្រចិនខាងត្បូងនោះគឺអាស៊ានធ្លាប់ធ្វើច្រើនគួរសមមកដែរពលគឺតាមរយៈការបោះឆ្នោតនៅអង្គការសហប្រជាជាតិនិងការចេញនៅសេចក្តីថ្លែងការណ៍បង្ហាញការព្រួយបារម្ភរបស់ខ្លួនជាហូរហែដូច្នេះចម្លើយនេះយើងត្រូវរងចាំមើលបន្តិចទៀតនៅក្រៅកិច្ចប្រជុំកំពូលនិងកិច្ចប្រជុំជាមួយដៃគូពាក់ព័ន្ធបានបញ្ចប់ទៅនោះសុចនិតយើងនឹងអាចយល់ខ្លះបានថាបញ្ហាទាំងនេះអាចដោះស្រាយនៅក្នុងកម្រិតណាហើយនឹងត្រូវជូនភារកិច្ចបន្តដល់ប្រធានបដូវវេនអាស៊ានឆ្នាំក្រោយកម្រិតណាដែរ